មហាក្សត្រនៃព្រៃព្រឹក្សាដំណើរជីវិតដ៏អស្ចារ្យរបស់សិស្សខ្លះឃ្មុំនៅក្រោមមុំលប់ដ៏ត្រជាក់នៃព្រៃក្រាស់ឬនៅលើផ្ទាំងទឹកកកដ៏សែនឆ្ងាយនៃតំបន់ប៉ែកខាងជើងមានវត្តមានរបស់សត្វមួយប្រភេទដែលតំណាងឲ្យកម្លាំងអំណាចនិងភាពអត់ធ្មត់ពួកវាគឺជាសត្វខ្លះឃ្មុំក្នុងនាមជាសត្វចិញ្ចឹមកូនដោយទឹកដក់ដ៏ធំបំផុតមួយនៅលើដីខ្លះឃ្មុំមិនគ្រាន់តែជាសត្វសាហាវនោះទេតែពួកវាគឺជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ីនិងជានិមិត្តរូបនៃធម្មជាតិដ៏រឹងមាំ 1. វិស្វកម្មជីវសាស្ត្រដ៏ល្អឯកប្រសិនបើយើងសម្លឹងមើលទៅលើកាយវិភាគសាស្ត្រខ្លះឃ្មុំត្រូវបានធម្មជាតិបង្កើតឡើងមកយ៉ាងល្អឥតខ្ទោះដើម្បីរស់រានមានជីវិតទោះបីជាវាមានរូបរាងធាត់ហើយមើលទៅហាក់ដូចជាមានចលនាយឺតយ៉ាវពងយ៉ាងនៅពេលស្ថានភាពតម្រូវខ្លះឃ្មុំខ្លះអាចរត់បានលឿនរហូតដល់50គីឡូម៉ែត្រក្នុង1ម៉ោងដែលលឿនជាងអាចរត់ប្រណាំងពិភពលោកទៅទៀតអាវុធដ៏សំខាន់បំផុតរបស់វាមិនមែនជាធ្មេញនោះទេតែជាចរមុះញាណនៃក្លិនរបស់ខ្លះឃ្មុំគឺខ្លាំងជាងសត្វឆ្កែរហូតដល់7 ដងវាអាចធុំក្លិនចំណីឬសត្វដទៃទៀតពីចម្ងាយរាប់គីឡូម៉ែត្របូករួមនឹងក្រញាំមុខដ៏មានឥទ្ធិពលដែលបំពាក់នឹងក្រចកកោងវែងវាអាចប្រើដើម្បីហែកគល់ឈើជីកយកចំណីឬការពារខ្លួនពីសត្រូវយ៉ាងមានប្រសិទ្ធភាព 2. រសជាតិនៃការរស់រានរបបអាហារអ្វីដែលធ្វើឲ្យខ្លាឃ្មុំคล้ายទៅជាអ្នករស់រានមានជីវិតដ៏ជោគជ័យបំផុតគឺភាពមិនរើសចំណីរបស់វាពួកវាគឺជាសត្វ omnivore ស៊ីសាច់ផងរុក្ខជាតិផងដ៏ជំនាញនៅតាមដងទន្លេនៃអាមេរិកខាងជើងខ្លាឃ្មុំត្នោតឈរយ៉ាងអត់ធ្មត់រងចាំត្រីសមុទ្រដែលហែលបញ្ច្រាស់ទឹកភាពប៉ិនប្រសប់ក្នុងការចាប់ត្រីនេះមិនត្រឹមតែផ្ដល់ថាមពលដល់ពួកវាប៉ុណ្ណោះទេសំណល់ត្រីដែលវាបន្សល់ទុកបានคล้ายទៅជាជីដ៏ល្អសម្រាប់ដើមឈើនៅក្បែរនោះផ្ទុយទៅវិញនៅតំបន់ត្រូពិកដូចជាព្រៃនៃអាស៊ីអាគ្នេយ៍ខ្លះឃ្មុំតូចសាន់ប៊ែបែរជាប្រោអណ្ដាតរបស់វាដល់លូកយកទឹកឃ្មុំនិងសត្វល្អតាមប្រហោងឈើចំណែកឯនៅតំបន់ទឹកកកខ្លះឃ្មុំពូលគឺជាអ្នកប្រមាញ់សាច់សុទ្ធសាធដោយពឹងផ្អែកទៅលើខ្លាញ់ត្រីនិងឆ្កែទឹកដើម្បីប្រយុទ្ធប្រឆាំងនឹងភាពត្រជាក់ 3. ជីវិតដ៏ឯកោនិងក្តីស្រឡាញ់របស់មេក្នុងពិភពរបស់ខ្លាឃ្មុំភាពឯកោគឺជាច្បាប់ពួកវាចូលចិត្តដើរតែឯងរកស៊ីតែឯងនិងកំណត់ដែនដីផ្ទាល់ខ្លួនប៉ុន្តែច្បាប់នេះត្រូវបានលើកលែងនៅពេលដែលភាពជាម្ដាយចាប់ផ្ដើមទំនាក់ទំនងរវាងមេខ្លាឃ្មុំនិងកូនគឺជាទិដ្ឋភាពដ៏ទន់ភ្លន់បំផុតមួយក្នុងព្រៃកូនខ្លាឃ្មុំកើតមកនឹងស្ថានតូចខ្លាំងប្រៀបដូចជាកូនកណ្ដុរគ្មានរោមនិងងងឹតភ្នែកមេរបស់វាត្រូវមើលថែបំបរដោយទឹកដោះនិងការពីបកូនយ៉ាងតឹងរឹងបំផុតរយៈពេល2ទៅ3ឆ្នាំមេខ្លាឃ្មុំនឹងដើរតួជាគ្រូបង្រៀនកូនឲ្យចេះរកចំណីឡើងដើមឈើនិងគិតពីគ្រោះថ្នាក់យ៉ាងមានប្រសិទ្ធភាពនៅពេលដែលកូនរឹងដៃរឹងជើងហើយមេនឹងដេញកូនឲ្យចេញទៅរួមលៅដោយខ្លួនឯងដើម្បីចាប់ផ្ដើមវដ្តចក្រជីវិតថ្មីមួយទៀត